តាមរយៈរឿងនិទានដែលដំណើរតគ្នាពួកប្រមាថប្រមងមិនមែនជាខ្មោចដែលគ្មានរូបរាងនោះទេប៉ុន្តែជាមនុស្សដែលមានសាច់ឈាមពិតគ្រាន់តែមានមន្តអាគមអាចធ្វើឲ្យខ្លួនឯងមើលមិនឃើញឬអាចបំបាំងកាយដើម្បីចូលទៅជិតជនរងគ្រោះដោយស្ងៀមស្ងាត់បំផុតគោលបំណងចម្បងនៃការដើររកលួចប្រមាថមនុស្សនេះគឺដើម្បីយកទៅធ្វើជាគ្រឿងផ្សំក្នុងឱសថទិព្វឬថ្នាំមន្តអាគមដែលជឿថាអាចផ្ដល់នូវអំណាចខ្លាំងក្លាការពារខ្លួនឲ្យកាន់តែពូកែឬបំរើសម្រាប់ផ្សែនព្រេនដល់គ្រូអាប់ធ្មប់ដែលជាម្ចាស់របស់ពួកគេក្នុងសកម្មភាពរបស់ខ្លួនប្រមាថប្រមងច្រើនតែជ្រើសរើសយកក្មេងៗឬអ្នកដែលមានស្មារតីទន់ខ្សោយដែលដើរហើរនៅកន្លែងស្ងាត់ឬនៅពេលព្រលប់ដែលមេឃកំពុងផ្លាស់ប្ដូរពណ៌វិធីសាស្ត្រនៃការយកប្រមាថត្រូវបានគេពណ៌នាថាមានភាពអាចកំបាំងបំផុតដោយពួកវាប្រើប្រាស់ឧបករណ៍មន្តអាគមដែលមានមុខស្រួចដូចម្ជុលឬកាំបិតតូចបំផុតចាក់ទម្លុះយកប្រមាថពីជនរងគ្រោះដោយមិនបន្សល់ទុកនៅស្លាកស្នាមឬការឈឺចាប់ភ្លាមនោះទេដែលធ្វើឲ្យជនរងគ្រោះមិនដឹងខ្លួនថាត្រូវគេយកប្រមាថបាត់ឡើយរហូតដល់ប្រមាណថ្ងៃក្រោយទើបរាងកាយចាប់ផ្ដើមទ្រុឌទ្រោមស្បែកឡើងលឿងដូចមានជំងឺថ្លើមធ្ងន់ធ្ងរហើយក៏ស្លាប់បាត់បង់ជីវិតទៅយ៉ាងអាថ៌កំបាំងពន្លឺព្រះអាទិត្យកំពុងមានពណ៌ក្រហមឆ្អៅកំពុងតែលិចបាត់ទៅក្នុងជើងមេឃបន្សល់ទុកនៅស្រមោលឈើខ្មៅដែលយោលទៅតាមខ្យល់ត្រជាក់នៃពេលព្រលប់មានរឿងមួយដំណាលថានៅភូមិដាច់ស្រយាលមួយក្បែរជើងភ្នំសំឡេងសត្វយំឆ្លងឆ្លើយគ្នាហាក់ដូចជាកំពុងប្រាប់ពីដំណឹងអពមង្គលអ្វីមួយមេឃកាន់តែងងឹតសន្តិភាពនៃភូមិក៏ចាប់ផ្ដើមរលាយបាត់ទៅវិញនៅពេលដែលមនុស្សម្នាក់ក្នុងឈុតខ្មៅជិតឈឹងបានលេចខ្លួនឡើងយ៉ាងអាថ៌កំបាំងនៅមាត់ច្រកចូលភូមិនៅលើខ្នងរបស់គេមានស្ពាយបំពង់ឫស្សីចាស់មួយដែលរុំដោយក្រណាត់យ័ន្តព័ទ្ធជុំវិញហើយនៅក្នុងដៃមានកាន់ដំបងខ្លីមួយដែលចាំងពន្លឺពណ៌ប្រាក់តិចនោះគឺប្រមាថប្រមងដែលអ្នកភូមិតែងតែខ្សឹបប្រាប់កូនចៅឲ្យសំងំក្នុងផ្ទះឲ្យចិត្តនៅយប់នោះយុវជនម្នាក់ឈ្មោះភឿនដែលមានចិត្តក្លាហាននិងមិនសូវជឿលើរឿងព្រេងបុរាណបានដើរត្រឡប់មកពីមើលការខុសត្រូវស្រះចិញ្ចឹមត្រីនៅឯវាលស្រែទាំងយប់ជ្រៅផ្លូវដើរត្រឡប់មកផ្ទះវិញត្រូវកាត់តាមព្រៃឫស្សីដែលដុះជិតគ្នាសូម្បីតែពន្លឺព្រះច័ន្ទក៏ពិបាកនឹងចាំងចូលមកដល់ដែរខណៈពេលកំពុងដើរភឿនស្រាប់តែមានអារម្មណ៍ថាមានខ្យល់ត្រជាក់ម្យ៉ាងបក់មកប៉ះចំកញ្ចឹងកនិងឮសំឡេងជើងដើរស្រាលនៅពីក្រោយខ្នងរបស់គេនៅពេលដែលគេងាកទៅមើលក៏ស្រាប់តែឃើញមានស្រមោលខ្មៅខ្ពស់ស្រឡះមួយឈរនៅក្រោមដើមឈើធំភ្នែករបស់ស្រមោលនោះមិនមែនជាភ្នែកមនុស្សធម្មតាទេប៉ុន្តែវាមានពណ៌លឿងទុំដូចភ្នែកសត្វសាហាវភឿនព្យាយាមរត់ប៉ុន្តែហាក់ដូចជាមានមន្តអាគមអ្វីមួយមកទប់ជើងរបស់គេឲ្យធ្ងន់ដូចថ្មបុរសក្នុងឈុតខ្មៅនោះក៏ចាប់ផ្ដើមដើរចូលមកជិតយឺតរួចយកកាំបិតតូចមួយដែលស្ដើងដូចស្លឹកឈើចេញពីបំពង់ឫស្សីសំឡេងសូត្រមន្តគាថាដែលស្ដាប់មិនយល់បានបន្លឺឡើងតិចធ្វើឲ្យភឿនមានអារម្មណ៍ថាស្រឡាំងកាំងភ្នែកចាប់ផ្ដើមងងឹតស្លុងនៅពេលនោះហើយដែលប្រមាថប្រមងបានប្រើមន្តអាគមបំបាំងកាយបញ្ចូលមុខកាំបិតទៅក្នុងខ្លួនរបស់ភឿនយ៉ាងស្ងៀមស្ងាត់បំផុតដើម្បីលួចយកវត្ថុមានតម្លៃចេញពីរាងកាយព្រឹកឡើងអ្នកភូមិបានប្រទះឃើញភឿនដេកសន្លប់នៅក្បែរផ្លូវទោះបីជាគេដឹងខ្លួនមកវិញប៉ុន្តែទឹកមុខរបស់គេប្រែជាស្លេកស្លាំងកែវភ្នែកប្រែជាពណ៌លឿងឆ្អៅហើយរាងកាយចាប់ផ្ដើមស្គមស្គាំងទៅពីមួយថ្ងៃទៅមួយថ្ងៃគ្មានគ្រូពេទ្យណាអាចរកឃើញរោគវិនិច្ឆ័យឡើយព្រោះនៅលើខ្លួនប្រាណរបស់គេមិនមានសូម្បីតែស្លាកស្លាមរបួសមួយកន្លែងនេះគឺជាភាពដ៏គួរឲ្យខ្លាចបំផុតនៃប្រមាថប្រមងដែលពួកគេមិនត្រឹមតែមកលួចយកអ្វីមួយចេញពីខ្លួនយើងប៉ុណ្ណោះទេប៉ុន្តែពួកគេបានបន្សល់ទុកនៅអាថ៌កំបាំងនិងសេចក្តីស្លាប់ដែលគ្មាននរណាអាចពន្យល់បានសាច់រឿងនេះបានក្លាយជាមេរៀននិងជាការដាស់តឿនដល់អ្នកភូមិគ្រប់រូបឲ្យដឹងថាក្នុងភាពងងឹតនៃរាត្រីមិនមែនមានតែយើងម្នាក់ឯងនោះទេដែលកំពុងធ្វើដំណើរក្រៅពីភាពរន្ធត់នៃសាច់រឿងជំនឿលើប្រមាថប្រមងក៏បានក្លាយជាមធ្យោបាយអប់រំដ៏មានប្រសិទ្ធភាពមួយរបស់ចាស់បុរាណ
ក្នុងបំណងការពារកូនចៅកុំឲ្យដើរលេងឆ្ងាយពីផ្ទះឬដើរហើរនៅពេលយប់ប្រឡប់ដែលអាចជួបគ្រោះថ្នាក់ពីសត្វសាហាវឬជនខិលខូចដែលបន្លំខ្លួនមកធ្វើបាបរហូតមកដល់បច្ចុប្បន្នទោះបីជាមានការរីកចម្រើននៃវិទ្យាសាស្ត្របានធ្វើឲ្យជំនឿនេះថមថយឥទ្ធិពលបន្តិចមែនប៉ុន្តែឈ្មោះប្រមាត់ប្រមង់នៅតែដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាជនខ្មែរជាតួអង្គអាតកំបាំងនិងគួរឲ្យខ្លាចបំផុតក្នុងចំណោមពពួកវិញ្ញាណនិងខ្មោចព្រាយបិសាចទាំងឡាយនៅក្នុងរឿងព្រេងនិទានខ្មែរ